ទស្សនវិជ្ជាកញ្ជ្រោងនឹងតោគឺជាគោលគំនិតនយោបាយរបស់លោក Nicholas Machiavelli ដែលបានសរសេរនៅក្នុងសៀវភៅដ៏ល្បីល្បាញរបស់លោកគឺព្រះអង្គម្ចាស់ Le Plan Machiavelli បានពន្យល់ថាមេដឹកនាំដ៏ឆ្លៀសវៃគឺត្រូវចេះប្រើប្រាស់ទាំងកម្លាំងនិងល្បិចកលលោកបានប្រៀបធៀបលក្ខណៈសម្បត្តិទាំងពីរនេះទៅនឹងសត្វពីរប្រភេទគឺទី1សត្វតោតំណាងឲ្យកម្លាំងភាពអង់អាចក្លាហាននិងអំណាចតោមិនខ្លាចក្នុងការប្រើកម្លាំងបាយដើម្បីដេញបន្លាចសត្រូវឬឆ្កែចចកឡើយក្នុងន័យនយោបាយសត្វតោតម្រូវឲ្យមេដឹកនាំត្រូវតែមានកងទ័ពដ៏រឹងមាំមានការបដិញ្ញាចិត្តខ្ពស់និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួនដោយត្រង់ដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅឬការបះបោរពីខាងក្នុងភាពក្លាហានដូចតោបង្កើតបាននៃការខ្លាចរអានិងការគោរពពីប្រជាជននិងសត្រូវទី2សត្វកញ្ជ្រោងតំណាងឲ្យល្បិចកលភាពវៃឆ្លាតនិងការទូតកញ្ជ្រោងត្រូវបានគេស្គាល់ថាជាសត្វដែលឆ្លាតវៃចេះគេចវេះនិងដឹងពីអន្ទាក់ក្នុងន័យនយោបាយវិញសត្វកញ្ជ្រោងតម្រូវឲ្យមេដឹកនាំត្រូវចេះប្រើប្រាស់នៅយុទ្ធសាស្ត្រការបោកបញ្ឆោតឬការលាក់បាំងការពិតនៅពេលដែលចាំបាច់បំផុតមេដឹកនាំត្រូវចេះធ្វើពុតជាស្មោះត្រង់ឬសប្បុរសធម៌ដើម្បីទាក់ទាញចិត្តនិងជៀសវាងអន្ទាក់នយោបាយប្រជែងNicholas Machiavelli បានសង្កត់ធ្ងន់ថាការប្រើប្រាស់គុណសម្បត្តិណាមួយតែម្យ៉ាងគឺមិនគ្រប់គ្រាន់ឡើយតោមិនអាចការពារខ្លួនពីអន្ទាក់ដែលលាក់បាំងបានទេហើយចំណែកឯកញ្ជ្រោងក៏គ្មានសមត្ថភាពទប់ទល់នឹងការវាយប្រហារដោយកម្លាំងបាយពីឆ្កែចចកបានដែរដូច្នេះមេដឹកនាំដ៏ឆ្លៀសវៃនិងជោគជ័យត្រូវចេះបញ្ចូលនៅភាពខ្លាំងនៃតោនិងភាពឆ្លៀសវៃនៃកញ្ជ្រោងដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកជាកញ្ជ្រោងដើម្បីមើលដឹងអំពីអន្ទាក់និងជាតោដើម្បីបន្លាចឆ្កែចចកទស្សនវិជ្ជានេះគឺជាការក្រើនរំលឹកឲ្យមេដឹកនាំមានភាពប្រាកដនិយមនិងមានសមត្ថភាពសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្ដែងដោយមិនគិតពីគោលការណ៍សីលធម៌ដាច់ខាតឡើយត្បិតគោលដៅចុងក្រោយនៃនយោបាយគឺការរក្សាអំណាចផ្ដល់ស្ថិរភាពឲ្យរដ្ឋនិងសុខសាន្តដល់រាជប្រជា